NGO នឹងអីគេធ្លាប់តែលើគេនិយាយរហូតហ្នឹង NGO ជាអង្គការមិនមែនរដ្ឋាភិបាលដោយសារតែវាមិនពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលនឹងឯងយើងឃើញមានដូចជាអង្គការ UNICEF កាកបាទក្រហមហើយអង្គការ Save the Children ជាដើមនៅមានអង្គការជាច្រើនទៀតហើយ NGO គឺបង្កើតមកដើម្បីជួយទៅដល់មនុស្សនិងសហគមន៍ទាំងការអប់រំសិទ្ធិមនុស្សបរិស្ថានសុខភាពនិងចំណីអាហារ NGO ពេលខ្លះក៏គាត់ធ្វើការឆ្លងក្រៅប្រទេសដែរដោយសារជាទូទៅគាត់អាចនឹងផ្ញើជាប្រាក់មូលនិធិឬក៏សម្ភារៈសង្គ្រោះឧទាហរណ៍ចំណីអាហារដែលមានជីវជាតិខ្ពស់គ្រាប់ធនជាតិភួយខ្នើយថ្នាំដល់ធ្មេញជ្រែកដល់ធ្មេញឬក៏សាប៊ូជាដើមហើយ GPS ក៏អាចផ្ញើជំនួយមនុស្សធម៌ទាំងអស់ហ្នឹងដោយក្តីស្រឡាញ់ជូនទៅដល់បងប្អូនក្មេងៗដែលពួកគាត់ត្រូវការសម្ភារៈទាំងអស់ហ្នឹងតាមបណ្ដាប្រទេសដែលបងប្អូនចង់ផ្ញើទៅបាន